ក្បាលវីដេអូមកឃើញពណ៌បៃតងអញ្ចឹងមានអារម្មណ៍ត្រជាក់ភ្នែកមែនតើគម្រោងមួយនេះផងដែរគឺអតិថិជនគាត់ស្រឡាញ់លក្ខណៈពណ៌បៃតងហើយម៉ូដល្បងរបស់គាត់ម៉ូដនេះគឺជាម៉ូដបែប modern ផងដែរឥឡូវនេះគឺក្រុមការងារកំពុងតែខាត់សម្អាតលាបថ្នាំសម្រាប់ជូនដល់អតិថិជនមុននឹងបកគោលជូនដល់គាត់បើនិយាយទៅពណ៌បៃតងជាមួយនឹងជាងពណ៌ខៀវគឺស៊ីគ្នាមួយយ៉ាងដែរហើយម៉ូដនេះគឺក្រុមហ៊ុនមានហេរចនា design ជូនគាត់ជាពិសេសតែម្ដងដោយសារតែទម្រង់ផ្ទះរបស់គាត់ជាលក្ខណៈជ្រុងជ្រុងហើយបែបប្រឆិតហើយលក្ខណៈពិសេសមួយទៀតទ្វារលបងរុញរបស់គាត់ជាលក្ខណៈរុញបត់ទៅចំហៀងផ្ទះដោយសារតែគាត់ធ្វើលបងរៀងប្រឆិតចឹងហើយគឺយើងឆ្នៃជាលក្ខណៈទ្វារបត់ទៅចំហៀងវិញប៉ុន្តែទ្វារនេះគឺនៅតែប្រើជាលក្ខណៈទ្វាររុញដដែលប៉ុន្តែលក្ខណៈបត់ទៅចំហៀងគឺអត់រុញទៅត្រង់ទេពុកម៉ែបងប្អូនហើយទ្វារនេះវិញពេលធ្វើរួចរាល់គឺងាយស្រួលប្រើមែនតើនិយាយពីខ្នាតទ្វារនេះធំគួរសមដែរតឹងដល់ទៅ5ម៉ែត្រកន្លះកម្ពស់វិញ3ម៉ែត្រពីទឹកប៉ុន្តែការប្រើប្រាស់វិញគឺស្រួលមែនតើរុញក៏ធូរហើយសុវត្ថិភាព 100% តែម្ដងក្រៅពីលបងខាងក្រៅខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលការងារនៅក្នុងផ្ទះរបស់គាត់ម្ដងក្នុងផ្ទះរបស់គាត់ដេកដាក់ជាមួយនឹងចម្រឹងប្អួយដៃស្មិតតែម្ដងហើយចម្រឹងប្អួយដៃស្មិតដែលធ្វើម៉ូដមួយនេះគឺសាមញ្ញស្អាតអត់អញញ៉ៃមើលទៅអត់សាំទេហើយបើនិយាយពីភាពរឹងមាំហើយនឹងសុវត្ថិភាពវិញគឺខ្លាំងមែនតើចំពោះម៉ូដមួយនេះម៉ូដនេះគឺមើលកាន់តែយូរគឺកាន់តែស្អាតបើនិយាយទៅគេហៅថាលក្ខណៈម៉ូដល្អចំពោះចម្រឹងបង្អួចហើយនឹងទ្វារផ្ទះខាងក្នុងរបស់គាត់គឺរំលេចទៅដោយពណ៌សទាំងអស់ពណ៌សនេះដែរគឺបន្ថែមនៅពន្លឺហើយនឹងភាពស្រស់ស្អាតខាងក្នុងផ្ទះមែនតើសម្រាប់ពុកម៉ែបងប្អូនដែលមានបំណងចង់សួរព័ត៌មានតាក់ទងជាមួយនឹងដៃស្មិតហើយលម្អិតតាក់ទងជាមួយនឹងតម្លៃពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនវិនហេរចនាតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះឬក៏ពុកម៉ែបងប្អូនអាចអញ្ជើញមកដល់ក្រុមហ៊ុនវិនហេរចនាដោយផ្ទាល់ក៏បានដែរចង់ប្រើដៃស្មិតកុំភ្លេចវិនហេរចនា